សួស្តីអ្នកនរគ្នានៅក្នុងអេពីសូតនេះខ្ញុំលើកយកកំហុសធំមាននៅក្នុងរឿងសាមកុកកំហុសខ្លះយើងបានឃើញរួចហើយនៅក្នុងរឿងសាមកុក2010កំហុសខ្លះមាននៅក្នុងរឿងទីប្រឹក្សាស៊ឺមីកំហុសខ្លះមាននៅក្នុងរឿងមហាបរោះឆាឆាវកំហុសខ្លះគឺនៅក្នុងប្រឡោមលោកសាមកុកកំហុសដែលតួអង្គបានធ្វើដែលខ្ញុំនឹងលើកយកមកនេះកំហុសខ្លះផ្ដល់ផលភ្លាមខ្លះទៀតផ្ដល់ផលក្នុងរយៈពេលយូរអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅកាន់កំហុសទី1លាវចាងជឿទុកចិត្តលាវប៉ៃជាងមន្ត្រីខ្លួនឯងលាវចាងធ្លាប់លើគេនិយាយរួចហើយថាលាវប៉ៃនេះទៅដល់កន្លែងណាគឺយកដីគេកន្លែងហ្នឹងប៉ុន្តែគាត់អត់ជឿទេគាត់ទុកថាលាវប៉ៃគឺជាបងប្អូនគាត់ជឿសម្ដីនឹងការបញ្ចេញរឹកពីរបស់លាវប៉ៃពេលជួបគ្នាលើកដំបូងដោយសារតែបែបហ្នឹងទើបយើងឃើញថាចុងក្រោយលាវប៉ៃយកស៊ីជួនបានហើយលាវចាងខ្លួនឯងត្រូវទៅរស់នៅនៅខាងតុងអ៊ូពាក្យសន្យារបស់លាវប៉ៃដែលគាត់ថាមិនមែនមកយកទឹកដីនេះគ្រាន់តែជាការនិយាយដើម្បីឲ្យមេតបរបស់លាវចាងទុកចិត្តប៉ុណ្ណោះលាវប៉ៃមានបំណងយកស៊ីឈួនយូរមកហើយគ្រាន់តែគាត់ស្ទាក់ស្ទើរមនុស្សនៅក្បែរខ្លួនលាវប៉ៃក៏ចង់ឲ្យលាវប៉ៃចាត់ការលាវចាងពីដំបូងទៅដែរតែគាត់នៅតែស្ទាក់ស្ទើរការទុកចិត្តលាវប៉ៃធ្វើឲ្យលាវចាងបាត់បង់ខេត្តមួយយ៉ាងធំតែក៏បានជួយដល់តកូលលាវរបស់គាត់ដែរកំហុសទី2គឺការបដិសេធមិនព្រមរៀបមង្គលការកូនរបស់គូនអ៊ីជាមួយនឹងសុនឈៀននៅពេលដែលគូនអ៊ីគ្រប់គ្រងជីងជើសុនហើយនឹងលាវនៅតែជាសម្ព័ន្ធមិត្តនៅឡើយប៉ុន្តែគូនអ៊ីមិនបានចាត់ទុកសុនឈៀនជាសម្ព័ន្ធមិត្តទេក្រោយការស្លាប់របស់ចៅអ៊ីគូនអ៊ីមើលស្រាលតុងអ៊ូថាគ្មានអ្នកណាគេអាចធ្វើសង្គ្រាមបានគាត់ចាត់ទុកតុងអ៊ូថាជាជនកំសាកដូច្នេះពេលដែលជូកាជីងយកសំណើសុំរៀបការកូនមកនិយាយជាមួយនឹងគូនអ៊ីមិនត្រឹមតែបដិសេធទេថែមទាំងវាយប្រហារទៅលើកូនប្រុសសុនឈៀនទៀតផងការបដិសេធនេះកើតឡើងមុនពេលដែលគូនអ៊ីលើកតបវាយក្រុងហ្វានដូច្នេះវាជាកំហុសមួយដែលធ្វើឲ្យសុនឈៀនមានកំហឹងផងមានទាំងលេះដើម្បីវាយបកមកលើគូនអ៊ីវិញផងនៅក្នុងរឿងសាមកុក2010ម៉ាលៀងដែលនៅត្រង់នឹងដែរគាត់បាននិយាយប្រាប់គូនអ៊ីថាទោះបីជាមិនយល់ព្រមជាមួយនឹងបង្គោលការក៏គូនអ៊ីមិនគួរប្រើពាក្យបែបហ្នឹងបកទៅសុនឈៀនដែរគូនអ៊ីស្ដាប់ហើយគាត់មិនខ្វល់ទេពីព្រោះខាងតុងអ៊ូនៅក្នុងភ្នែកគាត់វាមិនមានន័យអីគួរខ្លាចកំហុសទី3គឺលាវប៉ៃមិនស្ដាប់តាមសម្ដីរបស់ជូកលៀងសម្រាប់ចិត្តលើកតបទៅសងសឹកនៅតុងអ៊ូកំហុសនេះកើតឡើងដោយសារតែលាវប៉ៃកំពុងតែខឹងខ្លាំងហើយគាត់កំពុងតែមានអំណួរថាខ្លួនឯងឡើងជាស្ដេចមួយនគរដែរដូច្នេះក៏មិនព្រមស្ដាប់សម្ដីមន្ត្រីដែលគាត់ទុកចិត្តពីមុនមកមិនត្រឹមតែមិនស្ដាប់ជូកលៀងទេគាត់ថែមទាំងមិនយកជូកលៀងទៅធ្វើសង្គ្រាមជាមួយគាត់ទៀតលាវប៉ៃយល់ថាខ្លួនគាត់អាចយកឈ្នះតុងអ៊ូបានជាលទ្ធផលលាវប៉ៃឈ្នះពីដំបូងប៉ុន្តែក្រោយមកផ្្លាត់ស្នៀតនៅក្នុងព្រៃត្រូវលូស៊ីងប្រើប្រាស់ភ្លើងដុតកងទ័ពរបស់គាត់ទាំងអស់កំហុសរបស់លាវប៉ៃនេះធំខ្លាំងណាស់ពីព្រោះធ្វើឲ្យនគរស៊ូដើរថយក្រោយវិញ10ឆ្នាំបាត់បង់ធនធានបាត់បង់មេទ័ពសំខាន់ជាលទ្ធផលនគរស៊ូទន់ខ្សោយជាងគេក្នុងចំណោមនគរទាំង3កំហុសទី4គឺម៉ាស៊ូមិនស្ដាប់បញ្ជារបស់ជូកលៀងសម្រាប់ចិត្តឡើងបោះតបនៅលើភ្នំដោយខ្លួនឯងម៉ាស៊ូយល់ថាឡើងលើភ្នំគឺមានប្រៀបជាងសត្រូវគាត់មិនបានគិតពីប្រភពទឹកដែលនៅឆ្ងាយពីភ្នំសង្គ្រាមនៅជាធីងចាញ់ដោយសារតែម៉ាស៊ូចេះក្បួនសឹកខ្លាំងពេកលែងស្ដាប់បញ្ជាថ្នាក់លើបរាជ័យនៅជាធីងធ្វើឲ្យជូកលៀងសម្រេចចិត្តដកទ័ពត្រឡប់ទៅវិញមិនមែនមានតែម៉ាស៊ូមួយទេដែលត្រូវប្រហារជីវិតនៅមានមេទ័ពប្រមាណអ្នកទៀតដែរត្រូវគេកាត់ក្បាលជាមួយគ្នាហើយប្រមាណអ្នកទៀតត្រូវដកតំណែងកំហុសទី5គឺឆាវចូលទៅចរចានៅក្រុងវ៉ានឆឹងដោយខ្លួនឯងសង្គ្រាមក្រុងវ៉ានគឺកើតឡើងរវាងឆាវហើយនិងចាងសៀវគ្រាន់តែជាស្ដេចក្រាញ់តូចមួយទេតែនៅក្បែរខ្លួនចាងសៀវមានទីប្រឹក្សាម្នាក់គឺជាស៊ីទីពេលខ្លះយើងប្រៀបធៀបគាត់ស្មើនឹងឆឹងអ៊ីឬក៏ដូចជាហ្វាចឹងរបស់លាវប៉ៃនៅពេលដែលចូលទៅពិភាក្សាគ្នារឿងចោះចាញ់ពីព្រោះចាងសៀវដំបូងគាត់មិនសម្រេចចិត្តថាបះបោទេពេលដែលឆាវលើកតបមកគឺគាត់សុខចិត្តចោះចូលប៉ុន្តែនៅក្នុងការចរចាគ្នានេះឆាវបែរជាបំពេញទៅលើមីងថ្លៃរបស់ចាងសៀវហើយក៏កើតជាការបះបោរទាំងយប់ជាលទ្ធផលឆាវស្ទើរតែស្លាប់ខ្លួននៅក្នុងហ្នឹងហើយបាត់បង់កូនប្រុសនិងទៀនអ៊ុយដែលជាអង្គរៈរបស់គាត់សង្គ្រាមជាមួយចាងសៀវនេះអូសបន្លាយដោយសារតែឆាវទៅចូលរួមដោយផ្ទាល់ហើយផឹកស្រាសវឹងទប់អារម្មណ៍មិនបានជាចុងក្រោយចាងសៀវនៅតែចោះចូលអ្វីដែលឆាវបាត់បង់ក៏មិនអាចយកវិញបានដែរគាត់បានត្រឹមតែយំស្ដាយទៀនអ៊ុយស្ដាយកូនប្រុសរបស់គាត់តែប៉ុណ្ណឹងនៅក្នុងរឿងមហាបរោះឆាវមុនពេលទៅចូលរួមនៅក្រុងវ៉ានមានគេសង្ស័យដែរគេមិនចង់ឲ្យគាត់ទៅទេប៉ុន្តែឆាវយល់ថាវាគ្មានរឿងអីកើតឡើងទេពីព្រោះចាងសៀវស្ម័គ្រចិត្តចោះចូលរួចទៅហើយកំហុសទី6គឺការធ្វើសង្គ្រាមផ្លូវទឹកជាមួយនឹងតុងអ៊ូរបស់ឆាវ
នៅក្នុងសង្គ្រាមឆាពីឆាឆៅទទួលបានជ័យជំនះជាបន្តបន្ទាប់មុនពេលដែលគាត់លើកទ័ពទៅវាយស៊ុនឈៀនគាត់សើចចំអកឲ្យស៊ុនឈៀនថាមិនព្រមចោះចូលជាមួយនឹងគាត់បែរជាទៅចោះចូលនឹងលាវប៉ៃប៉ុន្តែនៅពេលដែលធ្វើសង្គ្រាមឆាឆៅសម្រេចចិត្តថាធ្វើសង្គ្រាមតាមផ្លូវទឹកឆាឆៅមិនដែលមានទ័ពទឹកទេគាត់ពឹងទៅលើទ័ពទឹកជីងជើដែលអត់មានអ្នកបង្វឹកទេក្នុងរយៈពេលប្រមាណខែឆាឆៅព្យាយាមបង្វឹកទ័ពជើងទឹកនិងរកវិធីធ្វើយ៉ាងណាកុំឲ្យទូកវាឃីងឃ្លោតែมันអាចទប់ជាមួយនឹងកងទ័ពរបស់តងអ៊ូបានជាលទ្ធផលឆាឆៅបរាជ័យយ៉ាងខ្លាំងហើយបាត់បង់ទំនុកចិត្តក្នុងការបង្រួបបង្រួមប្រទេសចិនសង្គ្រាមនេះមិនត្រឹមតែធ្វើឲ្យឆាឆៅចាញ់ទេធ្វើឲ្យឆាឆៅបាក់មុខទៀតពីព្រោះគាត់ចាញ់ក្រោមដៃចៅអ៊ីដែលជាមេទ័ពវ័យក្មេងឆាឆៅខ្មាស់គេខ្លាំងពេកពេលដែលត្រឡប់ទៅវិញគាត់ថាគាត់ជាអ្នកដុតទូកខ្លួនឯងមិនមែនចៅអ៊ីជាអ្នកដុតទេដោយសារតែទាហានលើទូកឈឺច្រើនពេកមានជំងឺឆ្លងគាត់ដុតកុំឲ្យឆ្លងតទៀតតែគ្មានអ្នកណាជឿគាត់ទេពីព្រោះគេមានប្រវត្តិសាស្ត្ររបស់ខាងនគរស៊ូផងរបស់ខាងនគរអ៊ូផងដែលបកស្រាយពីបរាជ័យរបស់ឆៅឆៅកំហុសទី7គឺការស្អប់បងប្អូនឯងរបស់ឆៅភីមានគំនុំជាមួយនឹងបងប្អូនឯងពីព្រោះគាត់យល់ថាឪពុកម្ដាយគាត់ស្រឡាញ់កូនលំអៀងដូច្នេះគាត់មិនត្រឹមតែជះកំហឹងទៅបងប្អូនបកកើតទេសូម្បីតែពូមីងសាច់ញាតិរបស់គាត់ក៏គាត់ចាត់ការដែរការគុំគួនជាមួយបងប្អូនឯងនេះហើយដែលធ្វើឲ្យអំណាចតកូឆៅធ្លាក់ចុះពីព្រោះឆៅភីសម្រេចចិត្តបង្កើតអំណាចមួយទៀតមកទប់ទល់ឬក៏ដណ្ដើមអំណាចចេញពីដៃមេទ័ពតកូឆៅចុងក្រោយអំណាចដែលឆៅភីបង្កើតពីដំបូងដណ្ដើមអំណាចគ្រួសារឆៅទៅទាំងអស់កំហុសទី8តាក់ទងជាមួយនឹងឆៅសួងខ្លួនឯងដែលមើលស្រាស៊ឺមីថាស៊ឺមីចាស់ហើយមិនអាចធ្វើអ្វីកើតហើយក៏ចាក់ចេញពីក្រុងដោយនាំយកមន្ត្រីធំៗចេញទៅអស់ជាលទ្ធផលស៊ឺមីងើបឡើងពីធ្វើពុតហើយក៏ចាប់ផ្ដើមធ្វើរដ្ឋប្រហារទម្លាក់ឆៅសួងជាលទ្ធផលគ្រួសារឆៅសួងហើយនិងគ្រួសាររបស់ស៊ីហូស៊ាន់ត្រូវគេប្រហារជីវិត3ចំនួនបូករួមជាមួយនឹងគ្រួសារវ៉ាងលីងដែលជាមន្ត្រីយូរឆ្នាំផងក៏ត្រូវគេប្រហារជីវិតដែរឆៅសួងតែងតែមានអ្នកនៅក្បែរត្រចៀកប្រាប់ថាកុំឲ្យជឿស៊ឺមីខ្លាំងពេកតែគាត់រកមិនឃើញកន្លែងដែលសង្ស័យដូច្នេះក៏សម្រេចចិត្តចាកចេញពីរាជធានីបរាជ័យរបស់ឆៅសួងនេះក៏ដោយសារតែគាត់មិនដឹងច្បាស់ថានៅក្នុងរាជធានីស៊ឺមីមានកងទ័ពប្រមាណដែរពីព្រោះនៅក្នុងរឿងទីប្រឹក្សាស៊ឺមីគេបានលើកឡើងថាបើសិនជាឆៅសួងវាយបកមកវិញគឺអាចវាយបែករាជធានីតែឆៅសួងមិនវាយទេគាត់សុកចិត្តចោះចាញ់ហើយត្រឡប់មកវិញតាមសម្រួលគាត់ជឿលើការសន្យារបស់ស៊ឺមីថាស៊ឺមីនឹងមិនដាក់ទោសគាត់ជាមួយនឹងគ្រួសារគាត់កំហុសទី9តាក់ទងជាមួយនឹងស៊ុនហាវគឺជាស្ដេចខូខើជាងគេនៅខាងនគរអ៊ូស៊ុនហាវធ្លាប់ដុតមនុស្សទាំងរស់ហើយមន្ត្រីណាដែលឈឺធ្ងន់មិនអាចដើរកើតគាត់ចោទថាធ្វើពុតជាឈឺហើយគាត់យកទៅវត្តខ្សែតីភាពខូខើរបស់ស៊ុនហាវធ្វើឲ្យខាងនគរអ៊ុយដែលពេលហ្នឹងនៅក្រោមស៊ឺម៉ាយៀនអាចរកឃើញចំណុចខ្សោយដើម្បីវាយលោកចូលបានមេតបដែលការពារនៅតាមព្រំដែនរបស់នគរអ៊ូគេបារម្ភខ្លាចស៊ុនហាវដាក់ទោសដូច្នេះក៏នាំគ្នាមកចោះចូលជាមួយនឹងខាងនគរអ៊ុយហើយស៊ឺម៉ាយៀនហ្នឹងក៏សប្បាយចិត្តដែរពីព្រោះឃើញស៊ុនហាវធ្វើរឿងបែបហ្នឹងធ្វើឲ្យប្រជាជនហើយនឹងមន្ត្រីដែលពីមុនមកស្មោះត្រង់តកូស៊ុនចាប់ដើមបែកចិត្តស៊ុនហាវមិនត្រឹមតែខូខើទេគាត់នៅជឿលើរឿងមន្តអាគមផ្ដេសផ្ដាស់ដែលគាត់យល់ថាគាត់អាចប្រើប្រាស់អំពើដើម្បីដាក់ឲ្យស៊ឺម៉ាយៀននឹងបរាជ័យបានកំហុសទី10យៀនសាវមិនព្រមស្ដាប់សម្ដីធានហ្វឹងមិនមែនដូចជាទីប្រឹក្សាផ្សេងទៀតរបស់យៀនសាវទេធានហ្វឹងដើរតាមយៀនសាវយូរមកហើយធ្លាប់ជួយឲ្យយៀនសាវយកឈ្នះសង្គ្រាមជាច្រើនអំណាចដែលយៀនសាវបានឡើងឆាប់រហ័សនេះមានភាគច្រើនគឺជាគុណសម្បត្តិរបស់ធានហ្វឹងនៅពេលប្រយុទ្ធគ្នាធានហ្វឹងហើយនិងយៀនសាវនេះរត់ជាមួយគ្នាធានហ្វឹងមិនដែលរត់ចោលម្ចាស់ទេប៉ុន្តែនៅពេលដែលយៀនសាវទទួលបានទីប្រឹក្សាច្រើនគាត់បែរជាឈប់ស្ដាប់សម្ដីធានហ្វឹងគាត់យល់ថាធានហ្វឹងនិយាយមិនគោរពគាត់ធានហ្វឹងឲ្យយោបល់យៀនសាវវាយលុកឆាវនៅពេលដែលឆាវមិនទាន់រឹងមាំតែយៀនសាវមិនធ្វើតាមពេលដែលយៀនសាវចង់ធ្វើសង្គ្រាមធានហ្វឹងមើលឃើញថាมันអាចឈ្នះឆាវទេគួរតែផ្អាកសង្គ្រាមសិនប៉ុន្តែយៀនសាវនៅតែមិនធ្វើតាមទៀតជាលទ្ធផលសង្គ្រាមដែលយៀនសាវលើកទ័ពទៅវាយឆាវក៏បរាជ័យកំហុសទី11នៅតែតាក់ទងជាមួយនឹងយៀនសាវទៅដែរគឺការលើកដំកើងគក់ធូហើយមិនស្ដាប់សម្ដីរបស់ជីសៅគក់ធូគឺជាទីប្រឹក្សាតែម្នាក់គត់ដែលយៀនសាវឲ្យកាន់កងទ័ពដោយខ្លួនឯងឲ្យលើកទ័ពចេញច្បាំងគក់ធូគឺជាមនុស្សដែលប្រកែនិយាយអែបអបហើយលើកជើងហើយជាពិសេសគឺប្រកែទូពិតឲ្យតែទីប្រឹក្សាណាធ្វើខុសគក់ធូយកទៅរាយការណ៍ចំណែកជីសៅវិញជីសៅបើសិនជាប្រៀបធៀបគឺគាត់ជាមួយនឹងធានហ្វឹងផាកផាយគ្នាហើយជីសៅមានចរិតមួយគឺនិយាយស្ដីមិនគោរពយៀនសាវទេដោយសារតែបែបហ្នឹងទើបយៀនសាវទោះបីជាអនុញ្ញាតឲ្យជីសៅនិយាយក៏គាត់មិនស្ដាប់តាមជីសៅដែរចុងក្រោយយៀនសាវប្រើប្រាស់ជីសៅធ្វើជាផ្លូវក្រោយរបស់គាត់ដើម្បីឲ្យឆាវចាប់ខ្លួនហើយគាត់រត់
បើតាមខ្ញុំចាំជីសៅដូចជាមិនចោះចូលជាមួយនឹងឆាវទេពេលដែលគេចាប់បានពេលហ្នឹងគេចាប់បានឆិនលីងហើយនឹងជីសៅហើយឆិនលីងក៏ចោះចូលទៅជីសៅនៅតែរឹងតឹងដូចជាគាត់លួចរត់ហើយត្រូវទាហានរបស់ឆាវសម្លាប់ចោលកំហុសទី12គឺការប្រកាសខ្លួនធ្វើជាស្ដេចរបស់យៀនស៊ូនៅក្នុងរឿងសាមកុក2010ឆាវសើចមែនទែនពេលដែលឮថាយៀនស៊ូធ្វើជាស្ដេចយៀនស៊ូយកបានត្រាគុជហើយក៏នឹកថាខ្លួនឯងនេះមានបុណ្យគួរតែឡើងធ្វើស្ដេចទៅគាត់ឡើងធ្វើស្ដេចដោយមិនមានស្បៀងគ្រប់គ្រាន់ទេហើយក៏មិនមានអ្នកណាគាំទ្រគាត់ដែរគ្រាន់តែគាត់ប្រកាសខ្លួនឡើងធ្វើជាស្ដេចភ្លាមពួកស្ដេចក្រាញ់ 3-4 នាក់រួមគ្នាលើកទ័ពមកវាយគាត់ភ្លាមឆាវដែលមានស្ដេចនៅក្នុងដៃស្រាប់ចោទប្រកាន់ថាយៀនស៊ូនឹងជ្រែករាជ្យដូច្នេះក៏ប្រកាសហៅមេទ័ពផ្សេងទៀតដើម្បីចាត់ការយៀនស៊ូប្រកាសខ្លួនជាស្ដេចមុនគេហើយក៏ត្រូវគេកម្ចាត់ចោលមុនគេដែរកំហុសទី13លីពូទុកចិត្តឈិនកុងលីពូទុកចិត្តឈិនកុងមិនទាន់ជាកំហុសទេប៉ុន្តែដោយសារតែគាត់ស្ដាប់តាមយោបល់របស់ឈិនកុងក៏ចាប់ផ្ដើមទុកចិត្តលីពូវិញនៅពេលដែលពីរនាក់នេះទុកចិត្តគ្នាទៅវិញទៅមកទើបคล้ายទៅជាកំហុសលីពូជឿថាទោះបីជាមានរឿងអីក៏ដោយពេលគាត់សួរឈិនកុងប្រកាសជាមានដំណោះស្រាយឈិនកុងជឿថាទោះបីជាមានរឿងអីក៏ដោយពេលគាត់ពឹងលីពូប្រកាសជាអាចយកឈ្នះគេបានចុងក្រោយពីរនាក់នេះត្រូវទៅហ៊ានខ្លួនឯងចាប់ខ្លួនយកឲ្យឆាវប្រហារជីវិតដូចគ្នាអ្វីដែលខុសគ្នាគឺមុនពេលស្លាប់ឈិនកុងបានដៀលឆាវចំណែកឯលីពូបានអង្វរឆាវកំហុសទី14តាក់ទងជាមួយនឹងម៉ឹងតាមិនមានចិត្តស្មោះទៅលើខាងអួយឬក៏ស៊ូទេម៉ឹងតាយល់ថាអ្នកណាគេសោកប៉ាន់គាត់បានច្រើនជាងគាត់នឹងរេទៅជួយអ្នកហ្នឹងគាត់យល់ថាខ្លួនឯងហ្នឹងដូចជាកូនកំមុំអញ្ចឹងអ្នកណាគេឲ្យថ្លៃខ្ពស់គាត់ឈរជាមួយអ្នកហ្នឹងចុងក្រោយម៉ឹងតាមិនមានអ្នកណាគេជួយគាត់ទេខាងអួយក៏គេលើកទ័ពមកកម្ចាត់គាត់ខាងជូកលៀងនោះក៏គេមិនចង់មកជួយគាត់នៅក្នុងរឿងទីប្រឹក្សាស៊ឺម៉ាអ៊ីអ្នកដែលក្បត់នឹងម៉ឹងតាគឺក្មួយប្រុសរបស់ម៉ឹងតាខ្លួនឯងក្មួយដែលគាត់ខំបង្រៀនថាអ្នកណាគេឲ្យថ្លៃខ្ពស់ជាងគួរតែលក់ខ្លួនឲ្យគេទៅហើយក្មួយហ្នឹងចុងក្រោយក៏សម្រេចចិត្តថាលក់ខ្លួនឲ្យស៊ឺម៉ាអ៊ីចាប់ពូខ្លួនឯងកំហុសទី15ការប្រឹងប្រែងធ្វើការហួសកម្លាំងរបស់ជូកលៀងធ្វើឲ្យគាត់ស្លាប់មុនអាយុដើម្បីសម្រេចបំណងរបស់លាវប៉ៃជូកលៀងទទួលសម្ពាធខ្លាំងពេកហើយមិនអាចរកអ្នកណាម្នាក់មកជួយចែករំលែកកិច្ចការបានវាអាចជាចរិតរបស់គាត់ដែលចង់ធ្វើការម្នាក់ឯងពីព្រោះគាត់ជាប្រភេទមនុស្ស micro manage អញ្ចឹងគាត់រកអ្នកដទៃមកជួយគាត់មិនអស់ទេដោយសារតែបែបនេះហើយម្យ៉ាងទៀតគាត់ធ្វើសង្គ្រាមច្រើនផងគ្មានពេលសម្រាប់គ្រប់គ្រាន់ទៅធ្វើគាត់ឈឺការស្លាប់របស់ជូកលៀងគឺជាចំណុចចាប់ផ្ដើមនៃការធ្លាក់ចុះរបស់នគរស៊ូក្រោយពេលដែលជូកលៀងស្លាប់ទៅអ្នកដែលឡើងមកបន្តបន្ទាប់មិនមានអ្នកណាម្នាក់អាចមានសមត្ថភាពវាយនគរអួយបានទេមនុស្សដែលជូកលៀងត្រៀមទុកឲ្យលាវសានតែងតាំងធ្វើជាអបរាជទាំង3នាក់ហ្នឹងសុទ្ធតែជាមនុស្សមិនអាចធ្វើសង្គ្រាមបានប៉ុន្តែបកកែគ្រប់គ្រងនគរកំហុសទី16មេតបធំហឺជីនសម្រាប់ចិត្តថាហៅស្ដេចក្រាញ់ពីខាងក្រៅចូលរាជធានីដើម្បីកម្ចាត់ពួកអាម៉ាតឆាយល់ថាផែនការនេះគ្រោះថ្នាក់ខ្លាំងណាស់យៀនសាវយល់ថាមិនគ្រោះថ្នាក់ទេពីព្រោះបើស្លាប់តែហឺជីនមិនស្លាប់គាត់ទេហឺជីនមើលមិនឃើញចំណុចហ្នឹងគាត់យល់ថាមានតែប្រើតបខាងក្រៅទើបអាចគម្រាមព្រះមហេសីដែលជាប្អូនស្រីគាត់សោះហ្នឹងឲ្យបកគលពួកអាម៉ាតមកឲ្យគាត់កំហុសរបស់ហឺជីននាំទៅរកតុងជួដែលចូលមកបំផ្លាញរាជការផែនការកម្ចាត់ពួកអាម៉ាតរបស់ហឺជីននេះក៏គាត់លាក់មិនបានចិត្តដែរគាត់ចង់សម្លាប់ពួកអាម៉ាតប៉ុន្តែគាត់ដើរនិយាយអួតគេថាគាត់ចង់សម្លាប់ពួកអាម៉ាតអញ្ចឹងនៅពេលដែលពួកអាម៉ាតគេដឹងមុនគេក៏រៀបចំល្បិចដើម្បីសម្លាប់គាត់មុនគាត់ស្លាប់តាំងពីមុនឃើញតុងរបស់កងទ័ពខាងក្រៅចូលរាជធានីកំហុសទី17តុងជួទុកចិត្តលីពូថាអាចជួយជីវិតគាត់បានតុងជួគឺជាមនុស្សប្រៃផ្សៃហើយធ្លាប់មានគេចង់ធ្វើឃាតគាត់ច្រើនគាត់គួរតែសង្ស័យច្រើនប៉ុន្តែនៅពេលនិយាយដល់លីពូគាត់យល់ថាលីពូនឹងនៅក្បែរគាត់រហូតពីព្រោះគាត់ទិញលីពូបានទៅហើយគាត់អត់បានគិតពីកន្លែងដែលរឿងដណ្ដើមស្រីជាមួយលីពូការគប់អាវុធដាក់លីពូហើយគាត់នៅតែយល់ថាលីពូមិនរត់ចោលគាត់ទេពីព្រោះគាត់ចិត្តឡើងធ្វើជាស្ដេចហើយចុងក្រោយអ្នកដែលសម្លាប់តុងជួគឺលីពូតុងជួក៏ក្លាយទៅជាឪពុកធរទី2ដែលបានភ្លុកលំពេងរបស់លីពូដែរកំហុសទី18លាវសានពឹងផ្អែកទាំងស្រុងទៅលើអាម៉ាតហួងហាវធ្វើឲ្យនគរចុកសោយនៅក្បែរខ្លួនលាវសានមានមន្ត្រីស្មោះត្រង់ច្រើនជាពិសេសគឺចំនួនក្រោយរបស់មន្ត្រីលាវប៉ៃមុនប៉ុន្តែលាវសានបែរជារើសយកហួងហាវដែលជាអាម៉ាតផ្ទាល់ខ្លួនរបស់គាត់ហួងហាវចង់បានអំណាចខ្លួនឯងប៉ុន្តែមិនសូវខ្វល់ពីរឿងនយោបាយទេឲ្យតែមន្ត្រីណាហ៊ាននិយាយអាក្រក់ពីគាត់នឹងទៅចាក់រុកឲ្យលាវសានដកតំណែងចេញសូម្បីតែប្អូនប្រុសរបស់លាវសានលាវយ៉ុងហ្នឹងក៏ត្រូវហួងហាវចាក់រុករហូតតតែលាវសានឈប់និយាយរកដែរនៅពេលដែលមានពាក្យចចាមរានហើយជាងអួយបានផ្ញើសារសុំកងទ័ពបន្ថែមទៅព្រំដែនហួងហាវប្រាប់លាវសានថាគាត់បានធ្វើការទូទាយហើយនគរអួយមិនអាចវាយចូលនគរស៊ូបានទេលាវសានក៏ជឿលើការទូទាយមិនបញ្ជូនកងទ័ពទៅឲ្យជាងអួយទេដោយសារតែជាងអួយមិនមានកងទ័ពគ្រប់គ្រាន់ទៅពេលដែល
តឹងអាយហើយនឹងចុងហួយលើកតបមកໄວគាត់មិនអាចទប់ជាប់កំហុសទី19លាវពាវមិនព្រមធ្វើអ្វីទាំងអស់នៅពេលដែលឆាវមិនទាន់មានអំណាចខ្លាំងលាវពាវគឺជាអ្នកដឹកនាំមួយដែលអសកម្មជាងគេសុខចិត្តបិទទ្វារក្រុងមិនព្រមពង្រីកទឹកដីហើយក៏មិនខ្វល់ពីក្សត្រដែរគាត់ជាតកូលលាវគាត់ជាប់ខ្សែចិត្តដិតជាមួយនឹងលាវសៀនជាងលាវប៉ៃទៅទៀតប៉ុន្តែលាវពាវមិនគិតថាខ្លួនឯងមិនចង់បានអីទេលាវប៉ៃមានបំណងសុំឲ្យលាវពាវនឹងទៅចូលរួមឬក៏សហការគ្នាជាមួយនឹងខាងតុងអ៊ូឬក៏យៀនសាវដើម្បីចាត់ការឆាវប៉ុន្តែជាមួយយៀនសាវលាវពាវអត់ត្រូវគ្នាទេព្រោះពីមុនមកមានរឿងត្រាគុជនឹងហើយជាមួយនឹងខាងតុងអ៊ូក៏អត់ត្រូវគ្នាដែរពីព្រោះមានរឿងសម្រាប់សុនជៀនដូច្នេះលាវពាវអត់ធ្វើអ្វីទាំងអស់រហូតនៅពេលដែលឆាវសម្រាប់ចិត្តថាលើកតបវាយជីងជើស្រាប់តែលាវពាវធ្លាក់ខ្លួនឈឺស្លាប់បាត់កូនប្រុសដែលឡើងមកបន្ទាប់នឹងក៏អត់ច្បាំងជាមួយឆាវទៀតចោះចូលជាមួយនឹងឆាវក៏លើកជីងជើឲ្យគេទៅលាវពាវមានកងទ័ពច្រើនប៉ុន្តែគាត់មិនប្រើដើម្បីទប់ទល់ជាមួយនឹងសត្រូវរបស់តកូលលាវទេគាត់សុកចិត្តទុកកងទ័ពនឹងអង្គុយមើលកំហុសទី20គឺយានថាងហើយនិងយានសាងឆ្លោះប្រកែកគ្នាយានថាងគឺជាកូនច្បងរបស់យានសាវយានសាងគឺជាកូនពៅរបស់យានសាវយានសាងជាកូនសំណប់ជាកូនដែលមានមុខមាត់ស្អាតហើយយានសាវនឹងស្រឡាញ់កូននឹងចង់ឲ្យកូននឹងឡើងធ្វើជាអ្នកស្នងតំណែងយានថាងប្រកែកច្បាំងហើយមានគុណសម្បត្តិក្នុងសង្គ្រាមប៉ុន្តែយានសាវមើលមិនឃើញទេអញ្ចឹងនៅពេលដែលតែងតាំងកូនប្អូននឹងយានថាងមិនពេញចិត្តក៏ឆ្លោះប្រកែកគ្នាពីរអ្នកបងប្អូននេះឆ្លោះគ្នាទើបធ្វើឲ្យតកូយាននឹងចុងក្រោយបាត់បង់ការស្លាប់របស់យានសាវមិនបានធ្វើឲ្យតកូយានធ្លាក់ចុះទេពីព្រោះយានសាវស្លាប់បាត់នៅសល់កងទ័ព3ទៀតកងទ័ពរបស់យានថាងរបស់យានស៊ីហើយនិងយានសាងយានស៊ីអត់កើតទេពីព្រោះយានស៊ីនេះគ្មានមហិច្ឆតាហើយយានស៊ីហាក់ដូចជាប្តេកខ្លួនទៅជាមួយនឹងយានសាងពីរអ្នកហ្នឹងចំណែកឯយានថានវិញប៉ាកែធ្វើសង្គ្រាមហើយបានទៅចោះចូលជាមួយឆាវទៀតតែចោះចូលក្នុងគោលបំណងកំចាត់ប្អូនខ្លួនឯងទេទោះបីជាឆាវទទួលគាត់ដោយចិត្តស្មោះក៏ដោយក៏យានថានមិនអស់ចិត្តដែរគាត់ក៏សម្រេចចិត្តថាក្បត់នឹងឆាវដោយដណ្ដើមយកទឹកដីដែលពីមុនមកគឺជារបស់ឆាវទេអញ្ចឹងជាលទ្ធផលយានថានខ្លួនឯងស្អីក៏អត់បានដែរត្រូវគេសម្លាប់ចោលយានសាងនិងយានស៊ីនោះរត់ទៅដល់ជនជាតិអ៊ូហ៊ួនគេជួយបានមួយផ្លែតក៏ត្រូវឆាវលើកតបទៅសម្លាប់ទៀតហើយខ្ទេចទាំងជនជាតិអ៊ូហ៊ួននឹងទៀតអញ្ចឹងតកូយានបាត់បង់មិនមែនដោយសារតែយានសាវច្បាំងចាញ់ហើយស្លាប់ទេតកូយានបាត់បង់អំណាចទាំងស្រុងដោយសារតែកូនប្រុសរបស់យានសាវទាំង3នាក់ហ្នឹងមិនសហការគ្នានៅចំពោះមុខឆាវឃើញឪខ្លួនឯងច្បាំងចាញ់មួយហើយស្រាប់តែកូនទាំង3ហ្នឹងគិតថាមិនបាច់រួមគ្នាក៏អាចច្បាំងជាមួយឆាវបានដែរនេះជាគំនិតរបស់យានថាកំហុស2ចុងក្រោយទៀតគឺជាកំហុសធំជាងគេរបស់ឆាវក្នុងជីវិតរបស់គាត់កំហុសទី1គឺការមិនព្រមសម្រាប់ស៊ឺមីអ៊ីកំហុសទី2គឺការមិនព្រមសម្រាប់លាវប៉ៃការទុកជីវិតឲ្យមនុស្ស2នាក់នេះធ្វើឲ្យខាងឆាវមានសត្រូវជាប់រហូតឱកាសដែលឆាវអាចសម្លាប់2នាក់នេះបានគឺមានច្រើនណាស់តែគាត់មានហេតុផលរបស់គាត់ហើយក្រោយមកយើងមើលឃើញថាហេតុផលនេះគឺជាកំហុសធំបំផុតអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងអេពីសូតនេះបើសិនជាអ្នកគ្នាមានអ្វីចង់បន្ថែមទៀតអាចចូលមក comment នៅខាងក្រោមបានអរគុណសម្រាប់ការស្ដាប់ចាំជួបគ្នានៅក្នុងអេពីសូតក្រោយ